អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance និងភរិយាគឺលោកស្រី Uma Vance បានស្វាគមន៍កូនទី4របស់ពួកគេនៅថ្ងៃអាទិត្យកូនប្រុសរបស់ពួកគេមានឈ្មោះថា Alex Neil Vance វាគឺជាលើកដំបូងនៅក្នុងរយៈពេលជាង150ឆ្នាំដែលអនុប្រធានាធិបតីអាមេរិកបានសម្រាលកូននៅក្នុងអំឡុងពេលកាន់តំណែងAlex កើតនៅចំថ្ងៃអាទិត្យហើយ Alex នឹងមានបងប្អូនស្រីប្រុសចំនួន3នាក់គឺ Evan អាយុ9ឆ្នាំ Vivek 6ឆ្នាំហើយនិង Mirabel អាយុ4ឆ្នាំបាទលោក JD Vance បានចែកម្លែកដំណឹងដ៏រីករាយនេះនៅលើបណ្ដាញសង្គមគាត់បានសរសេរថា We are excited to announce our baby boy, Alex Neil Vance, was born this morning. Usa and the baby are happy and healthy, and our kids are overjoyed to meet their little brother គឺមានន័យថាយើងខ្ញុំមានសេចក្តីរីករាយនៅក្នុងការប្រកាសថាកូនប្រុសតូចរបស់យើងមានឈ្មោះថា Alex Neil Vance បានកើតនៅព្រឹកនេះអ៊ូសាហើយនឹងទារកមានសុខភាពល្អនិងបាទសុខសប្បាយហើយកូនរបស់យើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានជួបប្អូនប្រុសតូចរបស់ពួកគេគូស្វាមីភរិយានេះបានថ្លែងអំណរគុណទៅដល់វិជ្ជបណ្ឌិតគិលានុបដ្ឋាយិកាហើយនិងបុគ្គលិកពេទ្យគឺ doctors nurses and medical staff នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed គឺ Walter Reed National Military Medical Center ហើយនឹងក្រុមវេជ្ជសាស្ត្រសេតវិមានសម្រាប់ការថែទាំពួកគេ JD Vance គឺជាសមាជិកគណៈបក្សសាធារណរដ្ឋហើយតែងតែលើកទឹកចិត្តជនជាតិអាមេរិកឲ្យមានកូនបន្ថែមទៀតលោកបាននិយាយថាការស្លាប់របស់មិត្តភ័ក្តិរបស់លោកនឹងគឺជាសកម្មជនអភិរក្សនិយមគឺសំដៅទៅលើ Charlie Kirk នៅក្នុងឆ្នាំ2025ដែលត្រូវបានធ្វើឃាតហ្នឹងបាទក៏បានធ្វើឲ្យលោកនឹងគិតអំពីការមានកូនម្នាក់ទៀតផងដែរមុនពេលដែលក្លាយទៅជាអនុប្រធានាធិបតី Vance បានបម្រើការនៅក្នុងកងម៉ារីនសហរដ្ឋអាមេរិកចាប់តាំងពីបានចូលប្រឡូកនៅក្នុងឆាកនយោបាយនៅក្នុងឆ្នាំ2021មកគាត់តែងតែបាននិយាយអំពីអត្រាកំណើតធ្លាក់ចុះនៅអាមេរិកនៅក្នុងព្រឹត្តិការណ៍ March for Life នៅក្នុងឆ្នាំ2025លោកបាននិយាយថាខ្ញុំចង់បានទារកបន្ថែមទៀតនៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងពេលធ្វើដំណើរផ្លូវការទៅបរទេសលោកស្រីអ៊ូសាហើយនិងកូនរបស់គាត់នឹងតែងតែធ្វើដំណើរជាមួយនឹង JD Vance លោកស្រីអ៊ូសា Vance គឺជាកូនស្រីជនអន្តោប្រវេសន៍ឥណ្ឌាការមានផ្ទៃពោះរបស់លោកស្រីត្រូវបានប្រកាសនៅក្នុងខែមករាវាមិនមែនជារឿងធម្មតាទេសម្រាប់អ្នកដែលបម្រើការនៅក្នុងតំណែងរដ្ឋាភិបាលកម្ពុជារបស់អាមេរិកក្នុងការមានកូននៅក្នុងអំឡុងពេលដែលកាន់តំណែងអញ្ចឹងហើយបានមនុស្សជាច្រើននឹងគឺបានយកចិត្តទុកដាក់ចាប់អារម្មណ៍ទៅលើព័ត៌មានមួយនេះអនុប្រធានាធិបតីអាមេរិកចុងក្រោយដែលមានកូននៅក្នុងអំឡុងពេលបម្រើការនឹងគឺ Skyler Colfax ដែលកូនប្រុសរបស់គាត់នឹងបានកើតនៅក្នុងឆ្នាំ1870អញ្ចឹងតាំងពីពេលហ្នឹងមកដល់ឆ្នាំ2026នេះគឺរយៈពេលជាង150ឆ្នាំបាត់ទៅហើយមុនគាត់នឹងទៀតគឺមាន John C. Calhoun ដែលមានកូនប្រុសម្នាក់នៅក្នុងអំឡុងពេលបម្រើការជាអនុប្រធានាធិបតីនៅក្នុងឆ្នាំ1829កូនទើបតែកើតរបស់គ្រួសារ Vance គឺជាកំណើតថ្មីមួយនៅក្នុងកំណើតមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី Donald Trump Stephen Miller ហើយនិងភរិយារបស់គាត់ Katie Miller ទើបតែស្វាគមន៍កូនទី4របស់ពួកគេហើយ Catherine Levitt វិញដែលជាលេខាធិការសារព័ត៌មានសេតវិមានក៏បានសម្រាលកូនទី2របស់លោកស្រីនៅក្នុងខែឧសភាផងដែរថ្មីនេះ Usa Vance បានទទួលការចាប់អារម្មណ៍ដោយសារតែរូបស្ត្រីមានផ្ទៃពោះពណ៌ផ្កាថ្មដែលគាត់បានស្លៀកនៅក្នុងអំឡុងពេលវគ្គឬក៏ episode បាទវិទិវាបិតានៃវីដេអូ podcast របស់លោកស្រីនឹងដែលមានឈ្មោះថា Story Time with Second Ladyហើយអ្នកនិពន្ធ fashion ម្នាក់មកពី The New York Times បាននិយាយថាការមានផ្ទៃពោះរបស់ Usa Vance, Katie Miller ហើយនិង Caroline Levitt នឹងបានឆ្លុះបញ្ចាំងពីចលនា pronatalist ដែលលើកទឹកចិត្តគ្រួសារឲ្យមានកូនច្រើនដោយសារតែអត្រាកំណើតធ្លាក់ចុះលោក JD Vance ក៏បាននិយាយផងដែរថាការសន្ទនាជាមួយនឹងលោកស្រី Erica Kirk ដែលជាស្ត្រីមេម៉ាយរបស់លោក Charlie Kirk នឹងបានជះឥទ្ធិពលទៅដល់ការសម្រេចចិត្តរបស់ពួកគេនៅក្នុងការមានកូនម្នាក់ទៀតលោកស្រី Erica បាននិយាយថាពួកគេប្រាថ្នាចង់បានកូនច្រើនជាង2នាក់មុនពេលដែលគាត់បានបាត់បង់ជីវិតមុនពេលដែលគាត់ស្លាប់ខ្ញុំនឹងបាទបន្ថែមជូនព័ត៌មានមួយទៀតតាក់ទងទៅនឹងរឿងរ៉ាវដែលបានកើតឡើងនៅអាមេរិកផងដែររឿងនេះគឺបាទតាក់ទងទៅនឹងមនុស្ស5នាក់បានស្លាប់នៅក្នុងទន្លេមួយនៅអាមេរិកក្រោយពេលព្យាយាមជួយគ្នាគឺជួយអត់បានស្លាប់នឹងឯង It's not unusual I think for one person to be struggling in the water other people attempt to save them yet they don't have the skills to do that so we end up with multiple deaths
មនុស្ស5នាក់បានស្លាប់នៅក្នុងទន្លេ Scioto នៅក្នុងកណ្ដាលរដ្ឋ Ohio កាលពីថ្ងៃអាទិត្យបន្ទាប់ពីព្យាយាមជួយសង្គ្រោះគ្នាទៅវិញទៅមកក្រុមនេះកំពុងចំណាយពេលល្ងាចនៅជិតទន្លេនៅជិតអាងស្តុកទឹក O'Shaughnessy គឺភាគពាយ័ព្យនៃទីក្រុង Columbus ពួកគេនឹងកំពុងតែស្ទូចត្រីកំពុងតែ fishing ហើយនឹងរីករាយជាមួយនឹងអាកាសធាតុរដូវក្តៅនេះបើយោងតាមលោក Jeffrey Bowser គឺជាអភិបាលស្រុក Delaware មានពេលមួយមានមនុស្សម្នាក់សម្រាប់ចុះទៅហែលទឹកម្នាក់នោះក៏បានចាប់ផ្ដើមមានបញ្ហានៅក្នុងទឹកហើយមនុស្ស2នាក់ផ្សេងទៀតនឹងក៏បានលោតចូលទៅក្នុងទន្លេដើម្បីជួយម្នាក់នោះប៉ុន្តែពួកគេនឹងក៏បានចាប់ផ្ដើមមានបញ្ហាផងដែរបន្ទាប់មកមនុស្ស2នាក់ផ្សេងទៀតបានហក់ចូលទៅក្នុងទឹកនឹងដើម្បីព្យាយាមជួយសង្គ្រោះពួកគេតែក្រោយមកពួកគេនឹងក៏លង់ថែមទៀតបាននៅម៉ោងប្រហែលជា9យប់មានអ្នកបើកបរម្នាក់នឹងបានឃើញក្មេងតូចម្នាក់កំពុងតែរត់តាមដងផ្លូវមួយនៅក្បែរទន្លេនឹងក្មេងនោះក៏មើលទៅហាក់ដូចជាតូចចិត្តយ៉ាងខ្លាំងហើយក៏អ្នកបើកបរនឹងបានទូរស័ព្ទទៅលេខ911 911បន្ទាប់ពីក្មេងនោះបាននិយាយថាក្រុមគ្រួសាររបស់គាត់នឹងគឺនៅក្នុងទន្លេបាទក្រុមសង្គ្រោះបន្ទាន់ហើយរួមទាំងអ្នកផលិតអគ្គីភ័យនិងមន្ត្រីប៉ូលីសនឹងបានទៅដល់កន្លែងកើតហេតុពួកគេបានរកឃើញស្ត្រីពេញវ័យ2នាក់នៅក្នុងទន្លេហើយបាននាំពួកគេទៅកាន់មន្ទីរពេទ្យប៉ុន្តែក្រោយមកពួកគេទាំងពីរនឹងត្រូវបានប្រកាសថាបានស្លាប់បាត់ទៅហើយបាត់បង់ជីវិតបាត់ទៅហើយក្រុមជួយសង្គ្រោះនឹងបានបន្តស្វែងរកពេញមួយយប់ទៀតនៅម៉ោងប្រហែលជា2រសៀលបាទគឺថ្ងៃច័ន្ទគឺពួកគេបានរកឃើញសាកសពជនរងគ្រោះចំនួន3នាក់ផ្សេងទៀតដែលសុទ្ធតែជាបុរសពេញវ័យក្មេង2នាក់គឺមានអាយុ6ហើយនិង7ឆ្នាំនៅជាមួយនឹងក្រុមមួយនេះប៉ុន្តែអត់បានចូលទៅក្នុងទឹកនោះទេឥឡូវនេះពួកគេកំពុងតែមើលថែទាំដោយភ្នាក់ងារគឺទីភ្នាក់ងារសុខាភិបាលកុមាររបស់ county មួយនេះមន្ត្រីអត់ទាន់បានបញ្ជាក់ទេថាមនុស្សគ្រប់គ្នានៅក្នុងក្រុមមួយនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចមិនដឹងថាតើគឺជាសាច់ញាតិគ្នាឬក៏ជាមិត្តភ័ក្តិឬក៏មានទំនាក់ទំនងផ្សេងទៀតចឹងណាប៉ុន្តែពួកគេជឿថាក្រុមនេះគឺអាចជាឪពុកម្ដាយចំនួន2គូបាទចំនួនទាំងអស់សរុបមក4នាក់ហើយនឹងក្មេង2នាក់និងមនុស្សពេញវ័យម្នាក់ទៀតបាទអញ្ចឹងសរុបទាំងអស់ហ្នឹងគឺមាន7នាក់ប៉ុន្តែស្លាប់ហ្នឹងគឺស្លាប់5នាក់សុទ្ធតែជាមនុស្សធំលោក Sheriff Bowser បាននិយាយថាវាហាក់ដូចជាមិនមានចរន្តទឹកខ្លាំងនៅក្នុងតំបន់នៃទន្លេនោះទេលោកបានរំលឹកទៅដល់មនុស្សឲ្យមានការប្រុងប្រយ័ត្នជានិច្ចនៅជុំវិញទឹកបាទនៅពេលដែលទឹកហ្នឹងគឺអត់មានចរន្តនោះទេគឺគ្រាន់តែយើងហក់ចូលទៅអាចធ្វើឲ្យយើងលិចបានតែម្ដងយើងហែមិនក៏ដោយក៏អត់អណ្ដែតខ្លួនផងដែរអញ្ចឹងគឺមានការបាទត្រូវតែមានការប្រុងប្រយ័ត្នហើយវានេះគឺគ្រោះថ្នាក់ខ្លាំងណាស់លោកបាននិយាយទៀតថាការពាក់អាវពោងនឹងអាចជួយទៅសង្គ្រោះជីវិតបានគឺអាចជួយទៅដល់អាយុជីវិតរបស់យើងបានជៀសផុតពីការបាត់បង់នឹងឯងហើយបានណែនាំឲ្យមនុស្សឲ្យដឹងពីសមត្ថភាពហែលទឹករបស់ខ្លួនផងដែរមុនពេលដែលចុះទៅជួយអ្នកដទៃ